ក្នុងសប្តាហ៍នេះខ្ញុំនឹងធ្វើការសង្ខេបសិភៅដ៏ល្បីមួយក្បាលជូនអ្នកទាំងអស់គ្នាដែលនឹងបើកកកាយនៅអាកំបាំងនៃទម្លាប់របស់មនុស្សក៏ដូចជាវិធីសាស្ត្រនៅក្នុងការផ្លាស់ប្ដូរទម្លាប់អាក្រក់ចោលសិភៅមួយក្បាលនោះមានចំណងជើងជាភាសាអង់គ្លេសថា The Power of Habit ដែលមានអត្ថន័យជាភាសាខ្មែរថាអំណាចនៃទម្លាប់និពន្ធដោយអ្នកកាសែតជនជាតិអាមេរិកដ៏ល្បីមួយរូបគឺលោក Charles Duhigg ហើយសូម្បីតែអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបគឺលោក James Collins ក៏បានស្ងើចសរសើរចំពោះស្នាដៃនិពន្ធរបស់លោក Charles Duhigg រូបនេះផងដែរដោយលោកបាននិយាយថានេះគឺជាសិភៅដែលគ្រប់គ្នាមិនគួរមើលរំលងឡើយប្រសិនបើចង់ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីទម្លាប់និងចង់ផ្លាស់ប្រែទម្លាប់មិនល្អចោលហើយបង្កើតទម្លាប់ថ្មីដែលល្អនិងជាទម្លាប់ដែលនាំមកនូវភាពរីកចម្រើនដល់ជីវិតនោះតើអ្វីទៅគឺជាទម្លាប់មានអត្ថបទស្រាវជ្រាវមួយដែលបានចេញផ្សាយដោយសាកលវិទ្យាល័យ Duke នៅសហរដ្ឋអាមេរិកបានបង្ហាញថាពី40ទៅ95%នៃសកម្មភាពដែលយើងធ្វើក្នុងថ្ងៃនីមួយៗគឺមិនបានកើតឡើងដោយឆ្លងកាត់ការសម្រេចចិត្តនោះទេប៉ុន្តែវាបានប្រព្រឹត្តទៅក្នុងរូបភាពជាទម្លាប់ដែលយើងបានបង្កើតម្ដងបន្តិចអស់រយៈកាលដ៏យូរមកហើយទៅវិញមនុស្សភាគច្រើនគិតថាមនុស្សយើងគ្រប់រូបគឺមានអំណាចក្នុងការគ្រប់គ្រងលើសកម្មភាពនានាដែលយើងធ្វើនិយាយបែបនេះអាចនឹងត្រឹមត្រូវបានមួយផ្នែកមិនត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះថាអ្នកដែលនៅពីក្រោយខ្នងយើងនឹងមានអំណាចគ្រប់គ្រងសកម្មភាពប្រព្រឹត្តរបស់យើងពិតប្រាកដនោះគឺទម្លាប់ទៅវិញទេប៉ុន្តែសូមកុំបារម្ភអីខ្ញុំមានដំណឹងល្អមួយមកប្រាប់អ្នកទាំងអស់គ្នាគឺថាយើងអាចកែប្រែផ្លាស់ប្ដូរទម្លាប់ណាដែលមិនល្អទម្លាប់ដែលមិននាំឲ្យយើងរីកចម្រើននៅក្នុងជីវិតចោលបានហើយអ្វីដែលយើងត្រូវការនោះគឺត្រឹមតែពេលវេលានិងការខិតខំប្រឹងប្រែងតែប៉ុណ្ណោះអស់រយៈកាលជាង30ឆ្នាំមកហើយអ្នកស្រាវជ្រាវជាច្រើនបានប៉ុនប៉ងធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់ថាតើទម្លាប់របស់មនុស្សត្រូវបានបង្កើតឡើងដោយរបៀបណាហើយវាមានដំណើរប្រព្រឹត្តទៅយ៉ាងដូចម្តេចហើយធ្វើយ៉ាងណាទើបយើងអាចផ្លាស់ប្ដូរឬកែប្រែទម្លាប់អាក្រក់ទាំងនោះចោលបានលោក Charles Duhigg អ្នកនិពន្ធសិភៅនេះក៏កើតមានចម្ងល់ដូចគ្នានេះដែរហើយដោយសារតែការរក្សាចិត្តចង់ស្វែងយល់ស៊ីជម្រៅពីទម្លាប់នេះគាត់បានតាមដានសង្កេតមើលការហ្វឹកហាត់យ៉ាងទៀងទាត់តាមម៉ោងពេលនិងការគោរពតាមវិន័យយ៉ាងម៉ឺងម៉ាត់មិនរយៈរបស់នាយទាហានសហរដ្ឋអាមេរិកដែលវាមើលទៅគឺពិតជាអស្ចារ្យខ្លាំងណាស់ដូចជាមនុស្សយន្តដែលដំណើរការដោយស្វ័យប្រវត្តិអញ្ចឹងម៉ោងក្រោកពីដំណេកគឺក្រោកគ្មានពេលយឺតសោះឡើយម៉ោងទទួលទានអាហារគឺទទួលទានអាហារម៉ោងហ្វឹកហាត់គឺហ្វឹកហាត់គ្មានច្របូកច្របល់ពន្យាពេលឬខកខាននោះឡើយរហូតដល់វាคล้ายទៅជាទម្លាប់និងមានដំណើរប្រព្រឹត្តទៅដោយស្វ័យប្រវត្តិជាមួយនឹងទស្សនវិជ្ជាបែបនេះហើយបានជាធ្វើឲ្យលោក Charles Duhigg កាន់តែមានចិត្តចង់សិក្សាស្វែងយល់បន្ថែមទៀតអំពីទម្លាប់ថាតើវាត្រូវបានបង្កើតឡើងដោយរបៀបណាហើយតើទម្លាប់ទាំងនោះមានឥទ្ធិពលអាចគ្រប់គ្រងលើជីវិតរបស់យើងបានដោយរបៀបណាអ្នកកាសែត Charles Duhigg ពិពណ៌នាថាទម្លាប់គឺជាសកម្មភាពដែលមនុស្សម្នាក់សម្រេចចិត្តធ្វើម្ដងហើយនិងបន្តធ្វើម្ដងទៀតដែលមិនចាំបាច់គិតច្រើននោះឡើយគាត់បានលើកជាឧទាហរណ៍មកបញ្ជាក់ថាដូចជានៅពេលដែលអ្នកបើកឡានជាដើមដែលវាជាដំណើរការដ៏ស្មុគស្មាញប៉ុន្តែអ្នកបានធ្វើវាឡើងដោយស្វ័យប្រវត្តិដោយមិនចាំបាច់គិតគូរពីដំណាក់កាលនីមួយៗផ្ដោតអារម្មណ៍ដោយកាលពីអ្នកចាប់ផ្ដើមរៀនដំបូងនោះឡើយទម្លាប់ត្រូវបានអភិវឌ្ឍឡើងមកក៏ដោយសារតែមុខងារដ៏វៃឆ្លាតនៃខួរក្បាលរបស់មនុស្សយើងចង់សន្សំទុកនៅថាមពលខ្លះសម្រាប់រាងកាយអ្នកជំងឺដែលបាត់បង់ការចងចាំដោយសារតែជំងឺឬក៏រងរបួសណាមួយនៅតែអាចរក្សាបាននូវសមត្ថភាពក្នុងការអនុវត្តទម្លាប់របស់ពួកគេលោក Charles Duhigg បានដកស្រង់សម្ដីរបស់អ្នកជំងឺម្នាក់ឈ្មោះថា Eugene ដែលបានទទួលរងការវាយប្រហារពីជំងឺរលាកស្រោមខួរក្បាលបើសិនជាឲ្យគាត់គូពង្រៀងប្លង់ជាន់នីមួយៗនៃផ្ទះរបស់គាត់ឲ្យដូចកាលពីគាត់មិនទាន់ឈឺគាត់មិនអាចគូបានដូចពីមុនទៀតទេប៉ុន្តែគាត់អាចដើរសម្ដៅទៅរកផ្ទះបាយរបស់គាត់បាននៅពេលណាដែលគាត់ចង់រករបស់អ្វីមួយមកញ៉ាំតាមរយៈករណីរបស់លោក Eugene នេះគឺអាចបង្ហាញប្រាប់យើងថានរណាម្នាក់ដែលមិនអាចចាំសូម្បីតែអាយុរបស់ខ្លួនឯងឬក៏រឿងរ៉ាវអ្វីផ្សេងទៀតប៉ុន្តែនៅតែអាចអភិវឌ្ឍទម្លាប់ដែលមើលទៅហាក់បីដូចជាមានភាពស្មុគស្មាញហើយពិបាកនឹងយល់បានរឿងនេះនឹងលែងចម្លែកចំពោះអ្នកទៀតហើយនៅពេលណាដែលអ្នកដឹងថាមនុស្សគ្រប់គ្នាគឺពឹងផ្អែកទៅលើដំណើរការនៃសរសៃប្រសាទខួរក្បាលដែលបានបង្កើតមានឡើងដូចគ្នាឬស្រដៀងគ្នាជារៀងរាល់ថ្ងៃនោះអាកប្បកិរិយាប្រព្រឹត្តទៅដោយស្វ័យប្រវត្តិបែបនេះគឺបានរក្សាទុកនៅក្នុងផ្នែកមួយដ៏ជ្រៅនៃខួរក្បាលរបស់មនុស្សយើងដែលមានឈ្មោះថា basal ganglia ដែលវាមានតួនាទីសម្គាល់និងបញ្ជូនទិន្នន័យថាតើសកម្មភាពណាមួយគឺជាសកម្មភាពដែលអ្នកធ្វើជាប្រចាំតាមរយៈដំណើរការមួយដែលយើងហៅថា chunking ដំណើរការនេះគឺជាដំណើរការមួយដែលខួរក្បាលរបស់យើងព្យាយាមកត់ត្រានិងចងចាំនៅរាល់ព័ត៌មានទាំងឡាយតាមរយៈការបំបែកព័ត៌មានដ៏ច្រើនទឹកសន្ធាប់ទាំងនោះទៅជាបំណែកព័ត៌មានតូចៗដើម្បីងាយស្រួលកត់ត្រានិងចងចាំទុកជាឧទាហរណ៍ដូចជានៅពេលដែលអ្នកដឹងថាត្រូវបើកឡានទៅកន្លែងណាមួយខួរក្បាលរបស់អ្នកនឹងបញ្ជូនព័ត៌មានថាអ្នកគឺត្រូវការទៅយកឬរកកូនសោឡានរបស់អ្នកជាមុនសិនហើយអេរយាប័តបែបនេះនឹងបន្តបង្កើតនូវសកម្មភាពតូចៗដែលជាដំណាក់កាលបន្តទៀតដែលជាប់ពាក់ព័ន្ធគ្នារហូតដល់អ្នកអាចបើកឡានចេញទៅបានដោយជោគជ័យ
អ្នកនិពន្ធក៏បានពិពណ៌នាអំពីរបៀបដែលទម្លាប់របស់មនុស្សយើងដំណើរការនៅក្នុងផ្នែកនៃខួរក្បាលដ៏ជ្រៅរបស់យើងដែលអ្នកទាំងអស់គ្នាបានស្គាល់មុននេះបន្តិចថាជា basal ganglia ដែលមានទំហំប៉ុនគ្រាប់បាល់កូនគោលដំណាក់កាលសាដាននៃទម្លាប់ habit loop ប្រព្រឹត្តទៅដោយមាន3ដំណាក់កាលដំណាក់កាលទី1ដែលយើងហៅថា Q គឺជាដំណាក់កាលគន្លឹះក្នុងការជំរុញខួរក្បាលរបស់យើងឲ្យធ្វើសកម្មភាពអ្វីមួយដោយស្វ័យប្រវត្តិតាមរយៈសញ្ញាណជាតម្រុយដែលខួរក្បាលចាប់បានហើយនឹងចង្អុលបង្ហាញប្រាប់ទៅកាន់រាងកាយរបស់យើងថាតើត្រូវធ្វើអ្វីនិងធ្វើវាយ៉ាងម៉េចដំណាក់កាលទី2គឺជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពដែលយើងធ្វើជាប្រចាំ routine វាអាចជាសកម្មភាពរាងកាយសកម្មភាពតាមផ្លូវអារម្មណ៍ឬសកម្មភាពគិតគូរដែលប្រើប្រាស់ខួរក្បាលជាដើមហើយដំណាក់កាលចុងក្រោយទី3គឺជាដំណាក់កាលផ្ដល់រង្វាន់ reward ដែលវាគឺជាអារម្មណ៍រីករាយត្រេកត្រអាលដែលបង្រៀនខួរក្បាលរបស់យើងឲ្យទទួលបានអារម្មណ៍ល្អនេះហើយកំណត់ថាតើសកម្មភាពច្រំដាលនេះមានសារៈសំខាន់នៅក្នុងការចងចាំហើយគួរក្លាយទៅជាទម្លាប់សម្រាប់ពេលអនាគតដែរឬក៏អត់កាន់តែពិសេសទៅទៀតនោះគឺថានៅពេលដែលដំណាក់កាលទី 1Q និងដំណាក់កាលផ្ដល់រង្វាន់ reward បានតបជាប់គ្នាខួរក្បាលរបស់យើងនឹងបង្កើតឲ្យមានឡើងនៅអារម្មណ៍នៃការរំពឹងទុកដ៏ខ្លាំងក្លាដែលវានឹងជំរុញឲ្យសកម្មភាពនោះបន្តកើតមានឡើងរហូតម្ដងហើយម្ដងទៀតរហូតក្លាយទៅជាទម្លាប់នោះឯងហើយដំណើរការសារចុះសារឡើងដដែលនេះអាចជួយសន្សំសំចៃថាមពលខួរក្បាលរបស់យើងបានទៀតផងបើយើងសិក្សាលម្អិតអំពីខួរក្បាលរបស់យើងនោះយើងនឹងឃើញថាវាមានភាពស្មុគស្មាញណាស់ប៉ុន្តែសរីរាង្គមួយនេះតែងតែព្យាយាមស្វែងរកមធ្យោបាយថ្មីដើម្បីថែរក្សាក៏ដូចជាសន្សំថាមពលសម្រាប់អ្នកដោយសារតែនៅពេលណាដែលសកម្មភាពដដែលណាមួយរបស់អ្នកត្រូវបានបង្កើតឡើងឲ្យទៅជាទម្លាប់ហើយនោះរាល់មុខងារសម្រាប់ចិត្តនៃខួរក្បាលដែលពាក់ព័ន្ធទៅនឹងសកម្មភាពនៃទម្លាប់ទាំងនោះនឹងត្រូវបានពន្យឺតនិងឈប់លែងដំណើរការតែម្ដងដើម្បីសន្សំថាមពលដោយដុំអាំងវ៉ាទ័ររបស់ម៉ាស៊ីនត្រជាក់ឬទូទឹកកកអញ្ចឹងដែរមុខងារមួយនេះនៃខួរក្បាលរបស់យើងពិតជាអស្ចារ្យខ្លាំងណាស់មែនទេអ្នកនិពន្ធក៏បានលើកជាឧទាហរណ៍មួយថាអ្នកគឺជាម្ដាយមួយរូបកំពុងបើកឡានជាមួយនឹងកូនតូចតាមផ្លូវចេញពីកន្លែងធ្វើការមកផ្ទះហើយស្រាប់តែពេលនោះកូនរបស់អ្នកស្រែកប្រាប់ថាឃ្លានហើយអ្នកក៏មានអារម្មណ៍ថាដូចជាអស់កម្លាំងណាស់ដែរថ្ងៃនេះហើយរកនឹកមិនឃើញសោះថាតើនឹងត្រូវចម្អិនអ្វីសម្រាប់អាហារពេលល្ងាចថ្ងៃនេះសម្រាប់គ្រួសារប៉ុន្តែចៃដន្យអីអ្នកបានមើលឃើញមានហាង McDonald មួយនៅក្បែរនោះហើយអ្នកគិតថាអាយ៉ាលឿនហើយធូរថ្លៃទៀតញ៉ាំយូរម្ដងពិតជាមិនប៉ះពាល់សុខភាពអីធ្ងន់ធ្ងរនោះទេដោយអ្នកមិនបានដឹងថាវាអាចនឹងវិវត្តទៅជាទម្លាប់របស់អ្នកឡើយពីព្រោះថាខួរក្បាលរបស់អ្នកបានកត់ត្រានិងចងចាំទុកនៅរង្វាន់នេះយ៉ាងល្អត្រង់ចំណុចថាអ្នកមិនចាំបាច់ចម្អិនម្ហូបពេលល្ងាចសម្រាប់គ្រួសារនោះទេហើយមិនចំណាយលុយច្រើនផងហើយព្រឹកតែមានភាពងាយស្រួលនិងទាក់ទាញផងដែរតែអ្នកដឹងទេថាស្អែកឡើងនៅពេលដែលអ្នកឃើញផ្លាករបស់ McDonald នៅទីកន្លែងនោះជាថ្មីម្ដងទៀតអ្នកនឹងមានអារម្មណ៍ថាចង់ឈប់ទិញជាថ្មីម្ដងទៀតត្រង់ចំណុចនេះហើយដែលទម្លាប់ត្រូវបានបង្កើតឡើងហើយដែលត្រូវបានគេស្គាល់ថាជាដំណាក់កាលសាដាននៃទម្លាប់ habit loop នោះឯងទម្លាប់អាក្រក់មួយកាលពីកុមារដែលយើងតែងតែសង្កេតឃើញកើតមាននោះគឺដូចជាទម្លាប់ខំក្រចកដៃដែលពេលខ្លះទម្លាប់ទាំងនេះបានបន្តរហូតមកទោះបីជាយើងធំហើយក៏ដោយតាក់ទងទៅនឹងរឿងទម្លាប់នេះផងដែរតែអ្នកមានដឹងទេថាមានក្រុមហ៊ុនជាច្រើនបានទាញយកប្រយោជន៍ពីវាហើយរកលុយបានយ៉ាងច្រើនពីទម្លាប់របស់អ្នកតាមរយៈវិធីសាស្ត្រផ្ដល់ឲ្យអ្នកនៅព័ត៌មានជំរុញចិត្តដែលអាចឆ្កាស់ដំណើរការទាំង3ដំណាក់កាលខាងលើនេះដែលបណ្ដាលឲ្យអ្នកត្រឡប់ទៅទិញទំនិញឬផលិតផលរបស់គេម្ដងហើយម្ដងទៀតអ្នកនិពន្ធបានលើកឧទាហរណ៍ក្រុមហ៊ុនផលិតស្រូវសាលីសម្រាប់អាហារពេលព្រឹក Quaker Oats ដែលបានផ្សព្វផ្សាយជាមួយនឹងការអះអាងថានឹងអាចផ្ដល់ថាមពលពេញលេញដល់អ្នកបានរហូតដល់ទៅ24ម៉ោងជាមួយនឹងឃ្លាជំរុញចិត្តមួយថាវាគឺជាជម្រើសដ៏ល្អសម្រាប់អាហារពេលព្រឹករបស់អ្នកតែនេះគឺសុទ្ធតែជាយុទ្ធសាស្ត្រតាក់ទាញចិត្តនិងអារម្មណ៍របស់អ្នកដែលវាសុទ្ធតែអាចវិវត្តទៅជាទម្លាប់នៃជម្រើសក្នុងការជាផលិតផលរបស់អ្នកម្ដងហើយម្ដងទៀតដោយអ្នកមិនបានដឹងខ្លួនឡើយតែអ្នកមិនដឹងទេថាហេតុអ្វីបានជាចំណងមានសារៈសំខាន់ម្ល៉េះនៅពេលបង្កើតទម្លាប់បើនិយាយពីយុទ្ធសាស្ត្រធ្វើទីផ្សារវិញការផ្សព្វផ្សាយគឺត្រូវបានផ្សារភ្ជាប់ទៅនឹងកត្តាចិត្តសាស្ត្ររបស់មនុស្សដែលជំរុញទឹកចិត្តយើងឲ្យមានចំណងនិងចុងក្រោយគឺសម្រេចចិត្តទិញតែម្ដងគឺដោយសារតែខួរក្បាលរបស់យើងចាប់ផ្ដើមកើតមានចំណងចង់ទទួលបានរង្វាន់អ្វីមួយដល់ខ្លួនឯងអាចជាអារម្មណ៍រីករាយឬអារម្មណ៍រំភើបក្នុងការធ្វើជាម្ចាស់ផលិតផលដែលទើបតែទិញថ្មីជាដើមឡើយតាមរយៈការស្រាវជ្រាវមួយដោយសាកលវិទ្យាល័យ Mexico State University ដើម្បីចង់ដឹងថាតើហេតុអ្វីបានជាមនុស្សចូលចិត្តហាត់ប្រាណរាល់ថ្ងៃម្ល៉េះរហូតដល់វាបានក្លាយទៅជាទម្លាប់នោះបើមើលទៅគ្រប់គ្នាគ្មាននរណាម្នាក់ចង់ក្រោកពីព្រលឹមងើបទៅរត់ឬហាត់ប្រាណនោះទេហើយអស់កម្លាំងបែកញើសពេញខ្លួននោះឡើយប៉ុន្តែមនុស្សភាគច្រើននៅតែធ្វើវារហូតទម្លាប់ខ្លួនបានតើវាមកពីមូលហេតុអ្វីតាមរយៈលទ្ធផលនៃការសាកសួរមានមនុស្សជាច្រើនបានទៅហាត់ប្រាណ3ថ្ងៃក្នុងមួយសប្តាហ៍ហើយក្នុងចំណោមអ្នកទាំងនោះពួកគេចាប់ផ្ដើមលេងតែប៉ុណ្ណោះ
គ្មានការតាំងចិត្តហើយក៏គ្មានការវិភាគអីច្បាស់លាស់នោះដែរពួកគេគ្រាន់តែមានអារម្មណ៍ថាចង់កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ប៉ុណ្ណោះហើយណាមួយមានពេលវេលាទំនេរផងក៏ទៅហាត់ប្រាណតែម្ដងទៅមូលហេតុនៅពីក្រោយការដែលធ្វើបានម្ដងពីរដងនេះហើយមិនចង់ឈប់នោះគឺថាដោយសារតែខួរក្បាលរបស់យើងមានទាមទារចង់បានរង្វាន់នៃអារម្មណ៍ស្រស់ស្រាយរីករាយគឺមកពីរាងកាយរបស់យើងបានបញ្ចេញសារធាតុមួយយ៉ាងដែលមានឈ្មោះថា endorphin នៅពេលដែលយើងធ្វើលំហាត់ប្រាណនោះឯងដែលបណ្ដាលឲ្យយើងមានអារម្មណ៍រីករាយស្រស់ស្រាយហើយខួរក្បាលក៏ទទួលរងឥទ្ធិពលនៃរង្វាន់មួយនេះហើយចងចាំទុកបើតាមលទ្ធផលស្រាវជ្រាវដដែលខាងលើនេះមានរហូតដល់ទៅ 92% ដែលបានបន្តការហាត់ប្រាណរបស់ពួកគេរហូតដល់ក្លាយទៅជាទម្លាប់នេះក៏មកតែអំពីអារម្មណ៍រីករាយស្រស់ស្រាយដែលពួកគេទទួលបាននៅពេលហាត់ប្រាណនោះនៅក្នុងយុទ្ធសាស្ត្រទីផ្សារការបណ្ដុះនៅចំណង់ដល់អតិថិជនគឺជាកត្តាជំរុញឲ្យកើតមាននៅទម្លាប់ទិញផលិតផលម្ដងហើយម្ដងទៀតពីសំណាក់អតិថិជនប៉ុន្តែវាក៏ត្រូវការនៅសញ្ញាណជាលទ្ធផលណាមួយផងដែរឧទាហរណ៍ដូចជាយុទ្ធសាស្ត្រទីផ្សារដែលក្រុមហ៊ុនថ្នាំដុសធ្មេញបានប្រើពាក្យច្រើនគឺបន្ថែមអារម្មណ៍រំញោចដល់ខួរក្បាលរបស់យើងដោយបានភ្ជាប់មកជាមួយនៅពាក្យពេចន៍ដូចជាភ្លឺរលោងសចាញ់ចាំងជាដើមដែលទូនីតិរបស់ថ្នាំដុសធ្មេញគឺគ្រាន់តែសម្អាតធ្មេញឲ្យបានស្អាតនិងការពារពីការពុកធ្មេញយ៉ាងមានប្រសិទ្ធភាពទៅគឺគ្រប់គ្រាន់ទៅហើយមិនចាំបាច់សភ្លឺរលោងចាញ់ចាំងអីនោះទេប៉ុន្តែវាត្រូវបានបូកបញ្ចូលដើម្បីបន្ថែមអារម្មណ៍និងជំរុញខួរក្បាលរបស់អ្នកឲ្យយល់និងជឿថាវានឹងមានប្រសិទ្ធភាពបែបនោះយុទ្ធសាស្ត្រនេះគឺត្រូវបានគេប្រើសម្រាប់ផលិតផលសាប៊ូកក់សក់ដូចគ្នាតាមពិតសាប៊ូនោះអាចជួយលាងសម្អាតស្បែកក្បាលនិងសក់របស់អ្នកទៅហើយប៉ុន្តែគេបានបន្ថែមដូចជាការផ្ដល់ជូននៅច្រាសសម្រាប់ម៉ាស្សាពេលកក់ជាដើមដែលអាចជួយឲ្យសាប៊ូបានជ្រាបចូលទៅក្នុងស្បែកក្បាលសម្រួលដល់ឫសសក់និងជំរុញឲ្យសក់ដុះលូតលាស់បានល្អខ្មៅរលាយដែលយើងឃើញច្រាសដែលបិទភ្ជាប់ជាមួយនឹងដបសាប៊ូនោះវារឹតតែភ្ញួចអារម្មណ៍ឲ្យអ្នកថាវាពិតជាមានប្រសិទ្ធភាពអាចជួយបានយុទ្ធសាស្ត្របន្ថែមអារម្មណ៍ភ្ញួចបែបនេះនឹងរុញច្រានអ្នកឲ្យជឿនិងបង្កើតជាទម្លាប់ទិញម្ដងហើយម្ដងទៀតពីព្រោះតែអារម្មណ៍រំពឹងជឿជាក់ដែលខួរក្បាលបានថតទុកនោះឯងនេះគឺជាយុទ្ធសាស្ត្រទីផ្សារដោយប្រើចិត្តសាស្ត្រតាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះអំណះអំណាងដែលថាចំណងឬការរំពឹងទុកគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការឈានទៅបង្កើតទម្លាប់ណាមួយឡើងមកបានដូច្នេះប្រសិនបើអ្នកបានដឹងពីវិធីក្នុងការបង្កើតចំណងអ្វីមួយតាមរយៈសកម្មភាពនោះគឺអ្នកអាចបង្កើតទម្លាប់ថ្មីៗឯណានេះមួយបានយ៉ាងងាយស្រួលអ្នកមកតែជានឹងឆ្ងល់ហើយមែនទេថាហេតុអ្វីបានជាវាមានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទម្លាប់ចាស់ៗប៉ុន្តែបែរជាលំបាកក្នុងការបង្កើតទម្លាប់ថ្មីទៅវិញនិយាយទៅវាពិតជាងាយស្រួលក្នុងការផ្លាស់ប្ដូរទម្លាប់ចាស់ឬទម្លាប់អាក្រក់ដែលអ្នកមានជាជាងបង្កើតទម្លាប់មួយថ្មីទាំងស្រុងហេតុផលគឺថាដោយសារតែនៅក្នុងផ្នែកនៃខួរក្បាលដ៏ជ្រៅ basal ganglia របស់អ្នកបានផ្ទុកទៅដោយទិន្នន័យជាច្រើនទៅហើយពាក់ព័ន្ធទៅនឹងទម្លាប់ចាស់ៗទាំងនោះដោយសារវាបានឆ្លងកាត់រាល់ដំណាក់កាលទាំង3ខាងលើនេះរួចហើយសូមរំលឹកជាថ្មីម្ដងទៀតគឺដំណាក់កាល Q ដំណាក់កាល routine និងដំណាក់កាល reward ហើយអ្នកគ្រាន់តែត្រូវការផ្លាស់ប្ដូរផ្នែកជាក់លាក់ណាមួយប៉ុណ្ណោះមិនមែនចាប់ផ្ដើមឡើងពីដំណាក់កាលទី1ឡើងមកវិញនោះឡើយហើយបើការផ្លាស់ប្ដូរនោះមានដំណើរការស្រដៀងគ្នាទៀតវារឹតតែលឿនហើយនឹងងាយស្រួលថែមទៀតពីព្រោះមានទិន្នន័យជាច្រើនបានរក្សាទុកនៅទីនោះរួចរាល់អស់ហើយចង់និយាយថាអ្នកមិនបានលុបបំបាត់ទម្លាប់ចាស់នោះទេគឺអ្នកគ្រាន់តែផ្លាស់ប្ដូរវាតែប៉ុណ្ណោះដូច្នេះវាមិនលំបាកនោះទេក្នុងការផ្លាស់ប្ដូរទម្លាប់ចាស់ឬទម្លាប់អាក្រក់ចោលហើយប្ដូរវាទៅជាទម្លាប់ល្អវិញនោះមានន័យថាគឺអ្នកត្រូវប្ដូរនៅដំណាក់កាលទី2ចេញគឺជាដំណាក់កាលបង្កើតសកម្មភាពច្រំដែលគេឲ្យឈ្មោះថាដំណាក់កាល routine នោះឯងវិធីសាស្ត្រនេះត្រូវបានគេយកទៅអនុវត្តក្នុងការព្យាបាលមនុស្សដែលញៀនស្រាមនុស្សធាត់មនុស្សញៀនទៅនឹងលបែងញៀនថ្នាំញៀនឬអ្វីមួយដែលពិបាកនឹងបញ្ឈប់បានជាដើមឬសូម្បីតែមនុស្សមានផ្លូវអារម្មណ៍ឬប្រព័ន្ធប្រសាទខុសប្រក្រតីផងដែរវិធីនេះគឺមានប្រសិទ្ធភាពខ្លាំងណាស់អ្នកនិពន្ធបានលើកឡើងពីករណីសិក្សាមួយរបស់ស្ត្រីម្នាក់ដែលមានទម្លាប់ខាំក្រចកដៃតាំងតែពីតូចរហូតដល់ពេញវ័យទៅហើយក៏នៅតែខាំក្រចកទៀតនាងត្រូវបានណែនាំឲ្យដាក់តាមខ្លួនជាប្រចាំនៅកាតមួយរាល់ពេលដែលនាងមានអារម្មណ៍ថាចង់ខាំក្រចកនាងត្រូវគូសសញ្ញាធីកមួយនៅក្នុងកាតនោះដើម្បីបង្ហាញប្រាប់ដល់ខ្លួននាងឲ្យមើលឃើញនៅចំនួនដងដែលបានខាំក្រចកនោះថាតើវាមានសភាពធ្ងន់ធ្ងរនិងញឹកញាប់ប៉ុណ្ណានេះគឺជាការព្យាបាលនៅដំណាក់កាលទី1 finding cue ដែលជាដំណាក់កាលគន្លឹះក្នុងការជំរុញខួរក្បាលរបស់អ្នកឲ្យប្រព្រឹត្តនៅសកម្មភាពអ្វីមួយដោយស្វ័យប្រវត្តិដើម្បីឲ្យនាងយល់កាន់តែច្បាស់ថាវាគឺជាទម្លាប់មិនមែនជាអនុសម្បញ្ញញ្ញៈ subconscious របស់នាងនោះឡើយបន្ទាប់មកទៀតនាងត្រូវបានគេណែនាំថានៅពេលនាងមានអារម្មណ៍ថាចង់ខាំក្រចកដែលជាទម្លាប់មិនល្អរបស់នាងនោះសូមនាងផ្លាស់ប្ដូរសកម្មភាពរបស់នាងភ្លាមពីការខាំក្រចកទៅជាដាក់ដៃទៅក្នុងហៅប៉ៅឬអង្គុយលើដៃទាំងសងខាងដោយដាក់វាគៀបជាប់ពីក្រោមភ្លៅជាដើមដើម្បីអាចជួយបញ្ឈប់ទម្លាប់ខាំក្រចករបស់នាង
ការធ្វើដូច្នេះគឺដើម្បីសម្រាប់ទម្លាប់ចាស់ពិបាកនឹងកែមួយដោយចំនួនមកវិញនៅទម្លាប់ថ្មីមួយទៀតដែលមានលក្ខណៈស្រាលជាងមុនធ្វើដូចនេះបន្តិចម្ដងរហូតទាល់តែទម្លាប់នោះត្រូវបានបញ្ឈប់ដោយជោគជ័យតាមរយៈករណីសិក្សានេះដំណាក់កាលទី1គឺរក្សានៅដដែលប៉ុន្តែដំណាក់កាលទី2គឺបានផ្លាស់ប្ដូរសកម្មភាពប្រព្រឹត្តដដែលញយនោះឯងដើម្បីទទួលបាននូវរង្វាន់នៃអារម្មណ៍រីករាយដដែលដោយពីមុនអញ្ចឹងឃើញទេចង់ផ្លាស់ប្ដូរទម្លាប់គឺផ្លាស់ប្ដូរតែដំណាក់កាលទី2នេះចោលទៅគឺរួចស្រេចបាត់ទៅហើយប៉ុន្តែវាគឺត្រូវការពេលវេលានិងការខិតខំប្រឹងប្រែងផងដែរទើបបានសម្រេចតែអ្នកដឹងទេថាទម្លាប់កាច់ម្រាមដៃឬកាច់កលាន់ឬសូរព្រេកប្រក់ហ្នឹងសិតតែត្រូវបានគេចាត់ទុកថាជាទម្លាប់មិនល្អហើយទម្លាប់នេះត្រូវបានប្រព្រឹត្តដោយមនុស្សជាច្រើននៅលើពិភពលោកចន្លោះពី24ទៅ54%ឯណោះបើទោះបីជាមនុស្សមួយចំនួនយល់ថាទម្លាប់ភាគច្រើនដែលមនុស្សប្រព្រឹត្តគឺច្រើនតែជាទម្លាប់មិនល្អក៏ដោយប៉ុន្តែក៏មានទម្លាប់មួយចំនួនល្អដែរដែលទម្លាប់ល្អទាំងនោះអ្នកនិពន្ធបានដាក់ឈ្មោះថា chain reaction ហើយវាពិតជាមានឥទ្ធិពលក្នុងការជួយផ្លាស់ប្ដូរទម្លាប់ផ្សេងទៀតបានយ៉ាងមានប្រសិទ្ធភាពផងដែរតែអ្នកដឹងទេថាមានទម្លាប់មួយដែលមានឥទ្ធិពលបង្កើត chain reaction នេះហើយវាមានប្រសិទ្ធភាពជាងគេដែលវាមានឈ្មោះថា keystone habit ដែលវាមានសារៈសំខាន់ខ្លាំងជាងទម្លាប់ណាទាំងអស់សម្រាប់ការរស់នៅនិងក្នុងការប្រកបកិច្ចការចំនួនផ្សេងវាជាឥទ្ធិពលមកលើរបៀបដែលយើងបំពេញការងារដេកដើរឈរអង្គុយសកម្មភាពរស់នៅប្រចាំថ្ងៃការចាយវាយប្រាក់កាសក៏ដូចជារបៀបដែលអ្នកនិយាយស្ដីឬធ្វើទំនាក់ទំនងជាមួយនឹងអ្នកដទៃជាដើមដែលវាសុទ្ធតែជាមូលដ្ឋានដំបូងគេមកអស់មុនពេលដែលទម្លាប់ផ្សេងទៀតត្រូវបានបណ្ដុះឲ្យមានឡើងនោះឧទាហរណ៍ជាក់ស្ដែងដូចជាអត្តពលករជើងឯកអូឡ িম্প ពិកមួយរូបគឺលោក Michael Phelps ប្រហែលជាមិនអាចក្លាយទៅជាជើងឯកអូឡ িম্প ពិកជាច្រើនលើកនោះទេប្រសិនបើលោកគ្មានទម្លាប់ Keystone Habit ទេនោះ Keystone Habit គឺអាចបញ្ជាក់ពីហេតុផលថាហេតុអ្វីបានជាមាននិស្សិតខ្លះរៀនពូកែជាងនិស្សិតដទៃទៀតផងដែរអ្នកនិពន្ធបានលើកយកទម្លាប់ Keystone Habit មួយដែលយើងសុទ្ធតែបានស្គាល់យ៉ាងច្បាស់និងយល់ពីសារៈសំខាន់របស់វានោះគឺ self discipline ដែលជាទម្លាប់មានវិន័យចំពោះខ្លួនឯងដូចជាទម្លាប់ទៅណាមកណាមិនយឺតហើយទៀងពេលទម្លាប់ប្រឹងប្រែងធ្វើការដោយយកចិត្តទុកដាក់ទម្លាប់យកឈ្នះឧបសគ្គជាដើមទម្លាប់ Keystone Habit ទាំងនេះពោរពេញដោយភាពវិជ្ជមានហើយសុទ្ធតែអាចជំរុញឲ្យអ្នកឈានទៅរកភាពជោគជ័យក្នុងជីវិតបាននៅក្នុងសៀវភៅអំណាចនៃទម្លាប់នេះផងដែរអ្នកនិពន្ធក៏បានរាយរាប់ជាឧទាហរណ៍នៃជីវិតក្មេងប្រុសអាយុ9ឆ្នាំម្នាក់ដែលឪពុកបានស្លាប់ចោលក្នុងវ័យនោះដោយសារការប្រើប្រាស់ថ្នាំហួសកម្រិតចាប់ពីពេលនោះមកជីវិតក្មេងប្រុសម្នាក់នោះតែតើនឹងលំបាកខ្លាំងបំផុតមុនពេលដែលគាត់អាចឈានទៅចាប់អាជីពជាអ្នកឆុងកាហ្វេរហូតដល់គាត់ក្លាយទៅជាអ្នកគ្រប់គ្រងហាងកាហ្វេ brand Starbucks ចំនួន2សាខាទៀតផងនិងមានបុគ្គលិកក្រៅបង្គាប់របស់គាត់រហូតដល់ទៅ40នាក់ឯណោះសមិទ្ធផលនេះគឺសុទ្ធតែកើតចេញពី Keystone Habit របស់គាត់ទាំងអស់គឺទម្លាប់ខិតខំប្រឹងប្រែងមិនបោះបង់និងការមានវិន័យចំពោះខ្លួនឯងតែអ្នកមានអ្នកឆ្ងល់អត់ថាហេតុអ្វីពាណិជ្ជកម្មនៅលើ Facebook ឆ្លាតម្ល៉េះពេលអ្នកចុចមើលអ្វីញឹកនោះវានឹងបញ្ជូនតែព័ត៌មានប្រភេទនោះមកកាន់អ្នកបើអ្នកចូលចិត្តលេងហ្គេមបៀពាណិជ្ជកម្មតាក់ទងទៅនឹងការលេងហ្គេមបៀនោះនឹងបញ្ជូនមកអ្នកជារៀងរាល់ថ្ងៃអូទៅណាក៏ឃើញតែហ្គេមបៀដែរមែនទេនេះគឺដោយសារតែ Facebook បានប្រើប្រព័ន្ធ algorithm ចងចាំទម្លាប់និងចំណង់ចំណូលចិត្តរបស់អ្នកនៅពេលអ្នកមានវត្តមាននៅលើប្រព័ន្ធអ៊ីនធឺណិតម្ដងឬនៅពេលដែលអ្នកចូលលេងបណ្ដាញសង្គមរបស់អ្នកនោះឯងប្រព័ន្ធនេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំជាច្រើនដើម្បីធ្វើទីផ្សារផលិតផលរបស់គេឲ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នកដោយរំពឹងថាពេលណាមួយអាចបង្កើតចំណង់ដល់អ្នកដោយអាចធ្វើឲ្យអ្នកយកដៃទៅចុចទិញផលិតផលផ្សព្វផ្សាយរបស់គេនោះជាក់ជាមិនខានទម្លាប់ពិតជាមានឥទ្ធិពលដល់ការសម្រេចចិត្តទិញរបស់អ្នកឧទាហរណ៍ 5% នៃការសម្រេចចិត្តទិញដោយសារតែអតិថិជនបានមើលឃើញទំនិញណាមួយដែលបានដាក់បង្ហាញនៅក្នុងហាងដោយគ្មានគម្រោងថានឹងទិញជាមុននោះឡើយនៅក្នុងដំណាក់កាលនេះបើទោះបីជាសម្បញ្ញញ្ញៈផ្ដល់ទិន្នន័យមកថាកុំទិញអីសន្សំលុយទុកសិនទៅក៏ដោយក៏ទម្លាប់របស់អ្នកបានមានភាពជាងនិងមានឥទ្ធិពលជាងការគិតសន្សំលុយនោះទៅហើយដូច្នេះទ្រាំមិនបានគឺត្រូវតែទិញក្រុមហ៊ុនធំដូចជា Amazon ក្រុមហ៊ុន HP ជាដើមសុទ្ធតែប្រើយុទ្ធសាស្ត្រនេះដើម្បីតាមដានឥរិយាបថក្នុងការទិញរបស់អតិថិជនយើងត្រឡប់មកប្រធានបទយើងវិញទម្លាប់មានឥទ្ធិពលខ្លាំងបំផុតរហូតដល់អាចកំណត់ជោគវាសនារបស់ជីវិតយើងបានទៀតផងដូច្នេះសូមកុំមើលស្រាលទម្លាប់អវិជ្ជមានតូចដែលអ្នកប្រព្រឹត្តជាប្រចាំថ្ងៃឲ្យសោះអញ្ចឹងហើយបានជានៅក្នុងស្នាដៃនិពន្ធឲ្យកូនពីររូបគឺលោក Stephen Covey និង Sin Covey ដែលបាននិពន្ធសៀវភៅដ៏ល្បីអំពីទម្លាប់ទាំង7សម្រាប់យុវវ័យ
និងមនុស្សធំមួយដ៏កក្រាស់ពិភពលោកមកទល់សប្តាហ៍នេះគាត់បានសរសេរថានៅពេលដែលអ្នកចាប់ផ្ដើមគិតមិនយូរទេអ្នកនឹងចាប់ផ្ដើមធ្វើវានៅពេលដែលអ្នកចាប់ផ្ដើមធ្វើវាម្ដងហើយម្ដងទៀតលើសពី21ថ្ងៃទៅវានឹងក្លាយទៅជាទម្លាប់មិនខានហើយបើទម្លាប់អ្នកនៅក្នុងទីនេះវិជ្ជមាននោះវាអាចជួយអ្នកខិតទៅរកភាពជោគជ័យក្នុងជីវិតប៉ុន្តែប្រសិនបើទម្លាប់របស់អ្នកនៅក្នុងទីនេះអវិជ្ជមានវិញវានឹងនាំអ្នកឲ្យទៅរកការបរាជ័យហើយដែលជាលទ្ធផលវានឹងបង្កើតបានទៅជាជោគវាសនាឬដែលអ្នកតែងតែយល់ថាវាគឺជាព្រហ្មលិខិតនោះឯងដូច្នេះហើយអ្នកមានជោគវាសនាជីវិតល្អឬមិនល្អវាអាស្រ័យទៅលើទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកនឹងឯងជាពិសេសគឺទម្លាប់ Keystone Habit តែម្ដងដែលយើងបានបកស្រាយរួចមកហើយការផ្លាស់ប្ដូរទម្លាប់មួយមិនងាយស្រួលនោះទេហើយវាសំខាន់បំផុតដែលអ្នកត្រូវតែព្យាយាមសាកល្បងវិធីផ្សេងៗដែលវាស័ក្តិសមបំផុតសម្រាប់ស្ថានភាពរបស់អ្នកហើយតាមរយៈសៀវភៅដែលយើងបានស្ដាប់ស្វែងយល់ជាមួយគ្នានៅក្នុងថ្ងៃនេះសង្ឃឹមថាអាចផ្ដល់ជាចម្លើយនិងជួយអ្នកឲ្យស្វែងយល់អំពីដំណើរការប្រព្រឹត្តទៅក៏ដូចជាវិធីសាស្ត្រនៅក្នុងការផ្លាស់ប្ដូរដូចជាយើងត្រូវផ្លាស់ប្ដូរនៅក្នុងដំណាក់កាលទី2ប្រសិនបើយើងចង់ផ្លាស់ប្ដូរទម្លាប់ណាមួយចោល